លោកស៊ូវឹងរៀបចំអីវ៉ាន់ចេញទៅមនុស្សដូចជាលោកក្រុមហ៊ុនចិញ្ចឹមលោក5មួយឆ្នាំនេះពិតជាខាតលុយឥតប្រយោជន៍មែនរាល់ថ្ងៃធ្វើតែការងារអត់ប្រយោជន៍មិនដឹងថាលោកធ្វើស្អីខ្លះនោះទេឥឡូវល្អហើយក្រុមហ៊ុនអាចសន្សំសំចៃចំណាយបានមួយកម្រិតទៀតអូត្រូវហើយប៉ុន្មានឆ្នាំនេះលោកទទួលខុសត្រូវគម្រោងអ្វីដែរមិនក៏ខ្ញុំមិនដែលលីសោះស្អែកលោកនឹងយល់ហើយបញ្ជីឈ្មោះអ្នកត្រូវបញ្ឈប់ពីការងារកំណត់រួចហើយតាមដែលយើងបានពិភាក្សាគ្នាគឺត្រូវដកបុគ្គលិកដែលគ្មានប្រយោជន៍ចេញទាំងអស់លោកប្រធានកុំបារម្ភខ្ញុំនឹងដោះស្រាយរឿងនេះឲ្យស្អាតស្អំតែម្ដងឮថាក្រុមហ៊ុននឹងបញ្ឈប់បុគ្គលិកទ្រង់ទ្រីធំខ្ញុំថាអ្នកខ្លះគួរតែចេញទៅយូរហើយធ្វើការអត់ប្រយោជន៍ leaving តែអញដឹងទេថាអញបានធ្វើអ្វីខ្លះមែនហើយក្នុងផ្នែកបច្ចេកទេសយើងគាត់នឹងហើយដែលទំនេរជាងគេធ្វើការថែមម៉ោងដល់យប់ជ្រៅតែគាត់វិញម៉ោង5មួយល្ងាចចេញទៅបាត់មិនដែលចូលរួមគម្រោងសំខាន់ទេខ្ញុំមកថាសំបីតែ framework អភិវឌ្ឍថ្មីក៏គាត់ចេះដែរបច្ចេកទេសនៅជាប់គាំងតាំងពី6ឆ្នាំមុនទុកគាត់ដល់ពេលនេះក្រុមហ៊ុនពិតជាចិត្តទន់ពេកហើយស៊ូហ្វឹងលើថាឯងត្រូវគេដូរតំណែងមែនទេទោះបីជាស្ដាយបន្តិចមែនតែក្រុមហ៊ុនឥឡូវត្រូវកាត់បន្ថយបុគ្គលិកដើម្បីបង្កើនប្រសិទ្ធភាពក្រុមលោកប្រធានយ៉ាងតាមានការអ្វីដែរឬមិនមានការអ្វីទេគ្រាន់តែចង់ដឹងពីបាយការងាររយៈពេល6ឆ្នាំរបស់អ្នកបន្តិចយ៉ាងណាក៏ត្រូវសរសេររបាយការណ៍វិតម្លៃដែរដូច្នេះត្រូវតែមានខ្លឹមសារជាក់លាក់ខ្លះរបាយការងារមែនទេមែនហើយឧទាហរណ៍ដូចជាអ្នកបានធ្វើគម្រោងអ្វីខ្លះបញ្ចប់ភារកិច្ចអ្វីខ្លះហើយទទួលបានលទ្ធផលអ្វីខ្លះមិនអាចសរសេរត្រឹមតែការថែទាំប្រចាំថ្ងៃសាមញ្ញបែបនេះបានទេលោកប្រធានយ៉ាងតើលោកយល់យ៉ាងណាដែរចំពោះស្ថិរភាពនៃប្រព័ន្ធរបស់ផ្នែកបច្ចេកទេសក្នុងរយៈពេល6ឆ្នាំមកនេះពិតជាល្អណាស់ប្រព័ន្ធរបស់យើងមិនដែលជួបបញ្ហាធំដុំអ្វីឡើយតែរឿងនឹងវាពាក់ព័ន្ធអីនឹងអ្នកចុះអ្នកដឹងទេថាស្ថិរភាពនេះបានមកពីណារឿងនឹងចាំបាច់ត្រូវសួរទៀតឬពិតណាស់គឺមកពីការខិតខំប្រឹងប្រែងរបស់ក្រុមបច្ចេកទេសយើងទាំងខៀវវែងគុំបង្វែរប្រធានបទអីអ្វីដែលខ្ញុំសួរគឺការចូលរួមចំណែកជាក់លាក់ផ្ទាល់ខ្លួនរបស់អ្នកចំណែករបស់ខ្ញុំអ្នកប្រហែលជាមិនយល់ទេមិនយល់ស៊ូហ្វឹងអ្នកមានន័យថាម៉េចខ្ញុំជាអ្នកគ្រប់គ្រងផ្នែកបច្ចេកទេសតើខ្ញុំអាចមិនយល់ពីការងាររបស់បុគ្គលិកធម្មតាម្នាក់បានយ៉ាងម៉េចបើអ្នកនិយាយបែបនេះខ្ញុំក៏គ្មានអ្វីត្រូវពន្យល់ដែរយ៉ាងណាក៏ដោយស្អែកនេះអ្វីនឹងច្បាស់លាស់ទាំងអស់ពាក្យសម្ដីមិនច្បាស់លាស់មួយឃ្លានេះកាន់តែធ្វើឲ្យចាងពូខឹងសម្បាប៉ុន្តែដោយឃើញខ្ញុំមិនចង់និយាយច្រើនគាត់ក៏បានត្រឹមតែហត់ដង្ហើមហើយដើរចេញទៅចាងពូត្រឡប់ទៅការិយាល័យរបស់គាត់វិញរួចបើកមើលរបាយការណ៍អាប់ដេតប្រព័ន្ធការពី4ឆ្នាំមុនដែលក្នុងនោះមាននិយាយពីការជួសជុលនៅ